ស្វាគមន៍អ្នកគ្នាមកកាន់រឿងធ្វើតាមអ្វីដែលអូនចង់ហើយ admin ប្រាប់គ្នាយើងទៅថា admin អត់ហ៊ានចូលអាន comment ទេដោយសារតែវីដេអូ admin ផុសថ្ងៃមិញហ្នឹង admin ខ្លាចគ្នាយើងថា admin ដែរក៏ប៉ុន្តែ admin មានហេតុផលប៉ុន្តែ admin អត់បកស្រាយអីទេខ្លាចគ្នាយើងថា admin យល់ឡេះហើយសម្រាប់ភាគនេះគឺ admin បកខ្លួនឯងដោយសារតែអត់មានអ្នកបកទេកាន់មកកាន់ភាគថ្មីយើងបានឃើញថា Mamon បានយកសម្លៀកបំពាក់ទៅវិញទាំងសប្បាយចិត្តប៉ុន្តែគាត់ក៏បានជួបជាមួយនឹងអារក្សក្មេងៗប្រមាណអ្នកដែលបាន bully គាត់ថ្ងៃមុន somehow ពួកគេបានហៅគាត់ថាចវាយឬក៏ boss ឬក៏មេចឹងទៅបាននិយាយថាតើគាត់បាត់ទៅណាពួកគេបានឃើញគាត់ទេគាត់ទៅណាមែនហើយក៏មានអ្នកខ្លះព្យាយាមបបួល Mamon ទៅវិធីជប់លៀងផងដែរ Mamon ថាគាត់នឹងមិនទៅទេប៉ុន្តែគេក៏បានបញ្ចុះបញ្ចូលគាត់ថាគាត់អាចយកសម្លៀកបំពាក់ហ្នឹងយកទៅសម្ងួតនៅចិត្តភ្លើងបាន Mamon លឺអញ្ចឹងក៏បាននិយាយថាតើគាត់អាចប្រើកម្ដៅរបស់ម៉ាក់ម៉ាសម្ងួតវាបានដែរមែនពួកគេក៏បានបញ្ចុះបញ្ចូល Mamon ម្នាក់ម្មាទៅថាបើសិនបើគាត់អត់យកទៅសម្ងួតទេវាអាចនឹងបន្សល់ទុកក្លិនមិនល្អធ្វើឲ្យកណាត់ហ្នឹងវាខូចឬក៏ធ្វើឲ្យវាទន់ជាងមុន Mamon ក៏បាននិយាយថាហ្នឹងហើយត្រូវទាំងអស់ហើយគាត់ក៏បានទៅតាមពួកគេទៅនៅពេលបានទៅដល់ Mamon បានឃើញអ្វីដែលលើសអំពីភ្លើងទៀតចាមកឲ្យហើយនេះគ្រប់ក្បាច់គ្រប់ style អារក្សទាំងអស់ហ្នឹងក៏បានប្រាប់ទៅកាន់ Mamon ថាឲ្យគាត់នឹងជ្រើសរើសយកមួយទៅហើយគ្មានអ្នកគេហ៊ានប្រកួតប្រជែងដណ្ដើមគ្នាមួយគាត់ទេហើយទឹកមុខរបស់ Mamon ក៏ដូចទឹកមុខខ្ញុំពេលឃើញរូបភាពហ្នឹងដំបូងចឹងហើយក៏មានអ្នកចាប់អារម្មណ៍ឃើញពួកគេផងដែរក៏បាននិយាយថាឯងហើយនឹងឯងដែរមកទីនេះមកយីវ៉ៃឃើញប្រុសក្មេងបានហើយងាកមកទាំងព្រមបដ ாய் អារក្សទាំងអស់ហ្នឹងបានប្រាប់ទៅកាន់ Mamon ថាពីអ្នកគេហ្នឹងគឺជាអ្នកដែលមានប្រជាប្រិយឬក៏ល្បីនៅកន្លែងហ្នឹងបើសិនជា Mamon ចូលចិត្តប៉ុន្តែ Mamon ក៏បានកាត់ថាឲ្យគាត់នៅម្នាក់ឯងបានហើយភ្លើងដ៏ក្តៅបានសម្ងួតកណាត់ដែលនៅលើដៃរបស់ Mamon ញើសរបស់ Mamon បានស្រក់ចុះប៉ុន្តែមិនមែនមកពីកម្ដៅភ្លើងទេគឺមកពីភាពសប្បាយរស់រាននិងសំឡេងធ្ងររបស់ពួកគេដែលនៅទីនោះ Mamon ព្យាយាមប្រាប់ខ្លួនឯងថានេះមិនពាក់ព័ន្ធនឹងគាត់ទេគាត់មិនគួរខ្វល់ឡើយគាត់ក៏បានឃើញរូបភាពរបស់មនុស្សម្នាក់ហើយគាត់ព្យាយាមនិយាយថាគាត់មកទីនេះគឺដើម្បីតែសម្ងួតសម្លៀកបំពាក់ខ្លះប៉ុណ្ណោះគាត់ឃើញពីណាគេនៅចិត្តជើងរបស់គាត់តើគាត់មើលច្បាស់ទៅម្នាក់នោះគឺជា Metron កំពុងតែរួមរយៈជាមួយនឹងបរិសម្នាក់ទៀតប៉ុន្តែគាត់មើលយូរៗទៅទើបដឹងថាម្នាក់នោះគឺជាខ្លួនរបស់គាត់ដែលជា Mamon ភ្ញាក់ខ្លួនទៅវិញរៀបនឹងចាក់ចេញទៅប៉ុន្តែគាត់មិនភ្លេចងាកមើលទីនោះមកជុំទេហើយមើលណាអូយអត់ទេអញកាំងមកទៅហឹងបដ ாய் គាត់បានទៅដល់អាងភ្នំរបស់គាត់វិញដើម្បីយកសម្លៀកបំពាក់ទៅឲ្យ Metron គាត់បានឃើញថា Metron បានគេងលក់គាត់មើលទៅកាន់បបេមាត់របស់គេហើយក៏បានលេបទឹកមាត់ហើយក៏បានសួរថាតើគាត់បានគេងលក់ហើយមែនទេវីដេអូនេះគឺត្រូវបានបញ្ចប់ត្រឹមហ្នឹងហើយអត់មានអធិស្ឋានផងបើសិនជាវាខ្លីដោយសារតែ admin ទោះបីជាខ្លីប៉ុណ្ណឹង admin voice over 1ម៉ោងហើយ edit វីដេអូ30នាទីបាទឬក៏អាចនឹង20នាទីយ៉ាងតិចឥឡូវនេះគឺម៉ោង4កន្លះទៀបភ្លឺឯអ្នកគ្នា admin នៅកំពុងតែ voice over ឡើយទេដោយសារ admin ខ្លាចគ្នាយើងរងចាំយូរហើយលូថាចាំឡើងចិត្តដោះផ្សិតហើយ admin ជាចុងក្រោយអរគុណអ្នកគ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃអង្គុយស្ដាប់ admin ល្អចាអរគុណច្រើនបាយបាយ